ខ្ញុំមិនណែនាំទេសម្រាប់បងដែលចូលចិត្តផ្លាស់ប្ដូររថយន្តញឹកញាប់ពីព្រោះរថយន្តមួយគ្រឿងនេះប្រើយូរមិនងាយខូចពិបាករលេះសំប្រពន្ធផ្លាស់ប្ដូរឡានថ្មីមែនតើខ្ញុំនឹងធ្វើដំណើរទេសចរចំនួន2ថ្ងៃមកកាន់ក្រុងប្រសិទ្ធនុនៅក្នុងតំបន់ទេសចរមួយដែលអត់សូវដែលបានឃើញបងប្អូនទាំងអស់គ្នាមកលេងនោះឡើយហើយទីនេះគឺជាពណ៌យាម៉ៅដែលហុំព័ទ្ធទៅដោយធម្មជាតិយ៉ាងស្រស់បំព្រងក៏ដូចជាផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយខៀវស្រងាត់គឺមិនធម្មតានោះឡើយគឺខ្ញុំមកជាមួយនឹងរថយន្តសញ្ជាតិជប៉ុន Mitsubishi Triton កម្លាំងខ្លាំងរថយន្តនេះគឺមានតម្លៃប្រមាណត្រឹមតែ$40,000ជាងតែប៉ុណ្ណោះប៉ុន្តែសមត្ថភាពក៏មិនធម្មតាដែរចង់ដឹងទេថាតើរថយន្តនេះមានសមត្ថភាពដល់កម្រិតណាបងប្អូនគួរតែចាយលុយទិញទេតោះទៅទស្សនាវីដេអូនេះលម្អិតជាមួយនឹងខ្ញុំទាំងអស់គ្នាជាមួយនឹងរថយន្ត Mitsubishi Triton ចំនួនថ្មីនិយាយអំពីឡានជប៉ុនមួយគ្រឿងនេះទិញតែមួយបានច្រើនមែនតើតម្លៃខ្ទង់$40,000អាចថាជិះទៅធ្វើការក៏បានបងប្អូនជាអ្នករស់ស៊ីក៏អាចទិញរថយន្តនេះបាននៅក្នុងការប្រកបអាជីវកម្មដឹកទំនិញបានច្រើនឬក៏មួយទៀតបងប្អូនដែលចូលចិត្តធ្វើដំណើរកម្សាន្តបែបផ្សងព្រេងជិះបែបសាច់កម្មដូចខ្ញុំក៏បានដែរបងប្អូនទាំងអស់គ្នាហើយនេះគឺបរិះសាច់ដុំ Mitsubishi Triton ចំនួនថ្មីជឿជាក់ថានៅក្នុងវិស័យយានយន្តគ្មាននរណាដែលថាមិនស្គាល់រថយន្តសញ្ជាតិជប៉ុន Mitsubishi Triton នេះឡើយបើនិយាយអំពីរូបរាងខាងក្រៅវិញគឺថាកាចអំណាចយកតែម្ដងហ្មងហើយនិយាយអំពីបច្ចេកវិទ្យាក៏ដូចជាផ្នែកខាងក្នុងហ្នឹងគឺទំនើបមិនចាញ់ជាមួយរថយន្ត SUV កម្រិតខ្ពស់នោះទេសំណួរសួរថាហេតុអ្វីបានជា Mitsubishi Triton ល្បីល្បាញខ្លាំងទៅលើភាពធន់រឹងមាំក៏ដូចជាប្រព័ន្ធ Off-road ម្លេះបងប្អូនទាំងអស់គ្នាគ្រាន់តែឃើញ background ក្រុមហ៊ុនក៏ញាក់សាច់ដែរសម្រាប់ Mitsubishi មិនមែនផលិតតែឡាននោះទេសូម្បីតែសម្ភារៈដែលយើងប្រើប្រាស់ប្រចាំថ្ងៃក៏ផលិតឡើងដោយក្រុមហ៊ុនជប៉ុន Mitsubishi នេះដែរតោះកុំឲ្យខាតពេលយើងមកកាន់ប្រធានបទរបស់យើងវិញចូលមកកាន់ប្រធានបទរបស់យើងវិញជាមួយនឹងរថយន្ត Pick-up Mitsubishi Triton ដែលបានផលិតឡើងតាំងពីឆ្នាំ1978មកម្លេះគិតមកដល់បច្ចុប្បន្ននេះ Triton គឺមានអាយុប្រមាណជា47ឆ្នាំមកហើយ Triton ទទួលបាននូវប្រជាប្រិយភាពខ្លាំងមែនទែនជាមួយនឹងសមត្ថភាពបើកបរដ៏អស្ចារ្យរបស់វាហើយវាត្រូវបានគេចាត់ទុកថាជាយានជំនិះមួយដែលអាចបើកបរបានគ្រប់ស្ថានភាពផ្លូវមិនថាការបើកបរនៅលើផ្លូវធម្មតាឬក៏ផ្លូវ Off-road នោះទេរថយន្តនេះគឺផ្ដល់នូវលក្ខណៈថាងាយស្រួលនៅក្នុងការបើកបរដោយសារតែ Mitsubishi គឺត្រូវបានផលិតរថយន្តនេះមកដើម្បីឲ្យសមស្របជាមួយនឹងការប្រើប្រាស់ប្រចាំថ្ងៃរបស់យើងដោយសារតែបច្ចេកវិទ្យាដែលក្រុមហ៊ុន Mitsubishi នេះបានផលិតឡើងគឺធ្វើយ៉ាងណាឲ្យសមស្របជាមួយនឹងការប្រើប្រាស់ប្រចាំថ្ងៃនិយាយពីបច្ចេកវិទ្យានិងប្រព័ន្ធសុវត្ថិភាពខ្ញុំចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីបានឃើញក៏ដូចជាបើកបរសាកល្បងរួចម៉ាស៊ីនគឺប្រើប្រាស់ជាមួយនឹងម៉ាស៊ីនម៉ាស៊ូត 2.4 លីត្រ Turbo ផ្ដល់ជាមួយនឹងសន្ទុះខ្លាំងនិងឆ្លើយតបបានភ្លាមរាល់ពេលដែលយើងជន់ហ្គារចំពោះអំពូលភ្លើងផ្នែកខាងមុខគឺប្រើប្រាស់ជាប្រភេទ LED ដែលផ្ដល់ជាមួយនឹងពន្លឺបានល្អមិនថាបើកបរពេលយប់ឬក៏កាត់អាប់ឡើយវាក៏មានមុខងារបិទបើកដោយស្វ័យប្រវត្តិផងដែរហើយក៏បានបំពាក់បន្ថែមជាមួយនឹងប្រព័ន្ធជំនួយដល់ការបើកបរដូចជា Lane Departure Warning ឬក៏ LDW Blind Spot Warning Forward Collision Mitigation FCM Rear Cross Traffic Alert RCTA ការគ្រប់គ្រងលំនឹងជាមួយនឹងប្រព័ន្ធ Active Yaw Control ធ្វើឲ្យរថយន្តនេះកាន់តែទប់លំនឹងជាងមុនជាពិសេសគឺបើកបរនៅលើផ្លូវកោងមុខមាកាពីតា Super Select 4WD ងាយស្រួលផ្លាស់ប្ដូរពីពងមួយទៅពងមួយទៀតខ្លាំងមែនតើបន្ថែមពីនេះវាក៏មានមុខងារ7 Drive Mode ផងដែរដូចជា Normal Eco Gravel Snow Mood, Shine, Rock ដែលអនុញ្ញាតឲ្យ ECU លៃតម្រូវកម្លាំងម៉ាស៊ីនតាមស្ថានភាពផ្លូវខ្ញុំមានចំណាប់អារម្មណ៍ខ្លីៗប៉ុណ្ណឹងបន្ទាប់ពីបើកបរសាកល្បងស្វែងរកបទពិសោធន៍រួចហើយខ្ញុំអាចចែករំលែកប្រាប់បងប្អូនទាំងអស់គ្នាថានៅក្នុងដំណើរកម្សាន្តមួយនេះពិតជាសន្សំចៃខ្ញុំបានច្រើនមែនទែនរថយន្ត Triton នៅពីខាងក្រោយក្នុងរបស់ខ្ញុំនេះគឺស៊ីសាំងត្រឹមតែ7 ទៅ 8 លីត្រប៉ុណ្ណោះនៅក្នុងរយៈចម្ងាយ100 គីឡូម៉ែត្រតម្លៃប៉ុណ្នេះបច្ចេកវិទ្យាទំនើបជំនួយដល់ការបើកបរច្រើនយ៉ាងនេះហើយផលិតដោយក្រុមហ៊ុនយក្សរបស់ជប៉ុនទៀតខ្ញុំមិនគិតជាលើកទី2ទេនៅក្នុងការដណ្ដឹងរថយន្តនេះធ្វើជាដៃគូជីវិតរបស់ខ្ញុំប៉ុន្តែខ្ញុំមិនណែនាំទេសម្រាប់បងដែលចូលចិត្តផ្លាស់ប្ដូររថយន្តញឹកញាប់ពីព្រោះរថយន្តមួយគ្រឿងនេះប្រើយូរមិនងាយខូចពិបាករលេះសំប្រពន្ធផ្លាស់ប្ដូរឡានថ្មីមែនតើសម្រាប់បងប្អូនបើចាប់អារម្មណ៍ចង់ជាវនៅរថយន្ត Pick-up ជប៉ុន Mitsubishi Triton ចំនួនថ្មីនេះគឺអាចតាក់ទងទៅកាន់ Mitsubishi Motor Cambodia បានតាមរយៈលេខទូរស័ព្ទដែលខ្ញុំបានបង្ហាញនៅលើអេក្រង់នេះជម្រាបលាបងប្អូនទាំងគ្នាជួបខ្ញុំបាទនៅវីដេអូក្រោយDrive your ambition, Mitsubishi Motors.